តលេងផ្ទះម៉ាក់ប៉ាក្មេកហើយក៏ដើរទៅមើលតំណាំគាត់ហើយឃើញថាដើមសេរីប្រភេទនេះគេហៅខ្វែពេជ្រហ្នឹងផែហ្នឹងសម្រាប់យកមកធ្វើតំណាប់ហើយផ្លែសេរីហ្នឹងគឺវារឹងហើយវាចត់អញ្ចឹងទៅខ្ញុំក៏ធ្លាប់ឮហើយក៏ធ្លាប់ឃើញតាម Facebook ដែរថាមានបងប្អូននៅបារាំងហ្នឹងគឺគាត់ថាហ្នឹងខ្វិតបារាំងហៅផ្លែសេរីហ្នឹងគឺខ្វិតបារាំងអញ្ចឹងទៅខ្ញុំក៏បេះមួយពីផ្ទះម៉ាក់ប៉ាក្មេកខ្ញុំយកមកភ្លក់ជ្រក់អំបិលម្ទេសអញ្ចឹងណាប៉ុន្តែវារឹងមែនទែនហ្មងខ្ញុំក្បិតយើងទុយមុំហ្នឹងអត់ការទេអញ្ចឹងខ្ញុំប្រើក្បិតធំបណ្ដោយទៅហើយទៅពិតជាចត់ដូចខ្វិតមែនហើយសាច់វារឹងហើយជ្រលក់អំបិលម្ទេសទៅគឺថាឆ្លក់ព្រោះវាចត់ហ៎ហើយបើសិនជាចង់បានម្ជូរចង់ញ៉ាំម្ជូរអីនេះចត់ហ្នឹងគឺថាញ៉ាំផ្លែខ្វិតបារាំងឬក៏ថាខ្វែពេជ្រពេរខ្វែពេរហើយខ្ញុំនឹងនិយាយថាម៉េចច្បាស់នេះប៉ុន្តែវាចត់ដូចខ្វិតមែនហើយរឹងទៀតចឹងនៅ basic ហ្នឹងគេយកផ្លែហ្នឹងធ្វើតំណាប់សេរីហើយគេយកទៅចម្អិនវាសិនបានគេធ្វើតំណាប់កើតអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងឯងបងប្អូន